បាទសូមជម្រាបលាអ្នកនិយមខ្លាចខ្មោចតិចៗទាំងអស់គ្នាស្វាគមន៍មកកាន់សំណោចរន្ធត់សាច់រឿងយើងនៅក្នុងថ្ងៃនេះមានចំណងជើងថាខ្មោចវិបដិសារីអូយបងប្លែកម៉េះខ្មោចវិបដិសារីយ៉ាងម៉េចទៅបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងអត្ថន័យនៃរឿងនេះកាន់តែច្បាស់សូមកុំភ្លេចជួយចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីក្លាយជា fan ពេញសិទ្ធរបស់សំណោចរន្ធត់ជាពិសេសគឺដើម្បីឲ្យ admin មានលុយទិញសាប៊ូបណ្ដោះសក់បន្ថែមផងហើយអ្នកទាំងអស់គ្នានឹងទទួលបានវីដេអូបាសសក់តិចៗជារៀងរាល់ថ្ងៃដើម្បីចំណេញពេលវេលាសំណោចរន្ធត់សូមបកអាក្រាតរឿងឲ្យចេញមកអានូលគោកដូចតទៅសាច់រឿងរបស់យើងផ្ដើមចេញពីបុរសម្នាក់ឈ្មោះថាវីរៈជាបុរសវ័យកណ្ដាលម្នាក់ដែលមានអាជីវកម្មជោគជ័យគាត់ចំណាយពេលភាគច្រើនជាមួយការងាររបស់គាត់ដោយមិនសូវខ្វាយខ្វល់ជាមួយនឹងគ្រួសារឡើយមូលហេតុដែលគាត់គិតបែបនេះគាត់គិតថាការធ្វើការងារគឺជាការផ្ដល់អនាគតល្អសម្រាប់ក្រុមគ្រួសាររបស់គាត់ជាពិសេសសម្រាប់កូនស្រីតែមួយគត់របស់គាត់ឈ្មោះស្រីណែតជាក្មេងស្រីតូចគួរឲ្យស្រឡាញ់អាយុ7 ឆ្នាំ